បាទសូមស្វាគមន៍សម្រាប់ការចូលមកកាន់នៅមេរៀនបន្តទាក់ទងទៅនឹងការប្រើប្រាស់កម្មវិធី Microsoft Word 2024បាទអញ្ចឹងទាក់ទងទៅនឹងវីដេអូកាលពីមុនដែរអ្នកនាងណាខ្ញុំបានធ្វើការបង្ហាញអ្នកនាងទាក់ទងទៅនឹងការប្រើប្រាស់ Tab ដូចគ្នាប៉ុន្តែថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអ្នកនាងអំពីការធ្វើនៅលំហាត់តូចៗអ្នកនាងណាឬក៏យើងហៅថា practice មួយចំនួនដើម្បីធ្វើការស្វែងយល់បន្ថែមទាក់ទងទៅនឹងការប្រើប្រាស់នៅ Tab ហ្នឹង បាទអញ្ចឹងឥឡូវខ្ញុំនឹងបង្ហាញអ្នកនាងពីរបៀបនៃការកំណត់ទម្រង់បែបនេះអ្នកនាងណាបាទដែលយើងហៅថាធ្វើការកំណត់ tab ឲ្យស្មើគ្នាជាមកបាទអញ្ចឹងទៅបាទអ្នកនាងអាចធ្វើការសរសេរមកគឺស្មើគ្នាស្អាតអញ្ចឹងទៅបាទអញ្ចឹងនៅក្នុងលក្ខខណ្ឌនេះខ្ញុំអាចធ្វើការបង្កើតតាមរយៈ table ក៏បានបាទខ្ញុំអាចធ្វើការបង្កើតជាមួយនឹង tab ក៏បានអ្នកនាងណាបាទឥឡូវខ្ញុំធ្វើការចុច copy សិនមកអ្នកនាងណា copy ហើយខ្ញុំធ្វើការបង្កើតនៅខាងក្រោមនេះណាបាទខ្ញុំចុច control enter មកដើម្បីទៅជាបីបន្ទូបាន page ថ្មីអ្នកនាងណាបាទអញ្ចឹងខ្ញុំ enter មួយទៀតមកបាទខ្ញុំចុច mouse ស្ដាំមកខ្ញុំយក page ជាទម្រង់អក្សរធម្មតាអ្នកនាងណាបាទអញ្ចឹងខ្ញុំ paste ទៅជាទម្រង់អក្សរធម្មតាវាដាច់ជាទម្រង់ table ហើយអញ្ចឹងនៅក្នុងកន្លែងនេះវាជាប់ tab មួយអញ្ចឹងខ្ញុំធ្វើការលុបtab ទាំងអស់នេះចេញបាទខ្ញុំ select ទាំងអស់ចេញមកដើម្បីធ្វើការលុប tab ទាំងអស់នេះចេញបាទអញ្ចឹងខ្ញុំលុបចេញមកវានឹងទៅជាទម្រង់បែបនេះអ្នកនាងណាបាទអញ្ចឹងអានេះយើងអាចចុច tab មួយក៏បានអ្នកនាងណាប៉ុន្តែគ្រាន់តែយល់សិនក្នុងករណីអ្នកនាងធ្វើការចុចtab មួយអ្នកនេះទៅចំណាយពេលយូរក្នុងការធ្វើការងារនឹងទៀតហើយអញ្ចឹងដើម្បីកាត់បន្ថយការងារនឹងកុំឲ្យអ្នកនេះចាំបាច់ចុច tab អីញ៉ៃញ៉ៃអ្នកនេះអាចធ្វើការកំណត់នៅ tab stop ទីតាំងណាមួយអញ្ចឹងទៅបាទដើម្បីឲ្យវាធ្វើការចេញឬក៏ចុចទៅវាដល់ទីតាំងនឹងតែម្ដងលឿនអ្នកនេះណាបាទតែឥឡូវខ្ញុំធ្វើការលុបហ្នឹងសិនណាបាទដោយសារមិញខ្ញុំមិនបាន copy មុនអ្នកនេះណាអញ្ចឹងធ្វើវីដេអូកាន់តែវែងបាទអញ្ចឹងទៅខ្ញុំសូមអង្គុយលុបនេះសិនបាទអញ្ចឹងខ្ញុំលុបវាអស់ចេញមកបាទអូខេតាឥឡូវយើងលុបអស់ហើយអញ្ចឹងនឹងចាប់ផ្ដើមធ្វើការកំណត់អញ្ចឹងខ្ញុំ select ទាំងអស់ចេញមកបាទអញ្ចឹងខ្ញុំ select អត់ select ដល់លើអ្នកនេះណា select តាមក្រោមបានហើយអូខេខ្ញុំ select ប៉ុណ្ណេះមកបាទអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការកំណត់ថាឲ្យវាស្មើនៅពេលដែលយើងចុច tab ផ្លែសញ្ញាស្មើនេះមកឲ្យវានៅត្រឹមណាអញ្ចឹងខ្ញុំគិតថាអក្សររបស់ខ្ញុំអក្សរកាត់នេះគឺអស់ច្រើនផុតត្រឹមលេខ3ចុះអ្នកនេះណាបាទអញ្ចឹងខ្ញុំកំណត់លេខ3មួយមកយើងយក alignment alignment tab នេះអ្នកនេះយកស្មើឆ្វេងមកអ្នកនេះណាព្រោះដោយសារយើងចង់វាស្មើឆ្វេងមើលទៅឃើញស្អាតចាំចុចលេខ3មកបាទហើយបន្តមកទៀតខ្ញុំកំណត់ត្រឹមលេខ5ទៀតណាព្រោះសញ្ញាស្មើភាគច្រើនវាខ្លីណាស់នេះណាប៉ុន្តែខ្ញុំគិតថាត្រឹមលេខ5ហ្នឹងមើលទៅស្អាតគ្រាន់ណាស់នេះណាបាទអញ្ចឹងខ្ញុំចុច tab មកបាទខ្ញុំចុច tab បែបនេះណាបាទអញ្ចឹងបើក្នុងករណីដែលយើងធ្វើការចុច tab ហើយនៅពេលយើងធ្វើអត្ថបទរួចទៅស្រាប់តែឃើញថាអូកម្រិតរៀងធំពេកយើងចង់បន្ថយទៀតយើងអាចបន្ថយទៀតបាននេះយើងណាឥឡូវខ្ញុំទៅ tab វាហើយអស់សិនណាបាទtab វាអស់សិនទៅមកបាទអូខេចាឥឡូវខ្ញុំធ្វើការ tab ហើយទាំងអស់ហើយអញ្ចឹងខ្ញុំចង់ឧទាហរណ៍ថាឥឡូវខ្ញុំចង់ធ្វើការអូសវាបាទធ្វើការអូសអានេះឲ្យរៀងកប់តិចហើយរៀងកប់តិចអញ្ចឹងអ្នកនេះមិនបាច់ចាំទៅកំណត់ tab ភាសាទៀតអង្គុយធ្វើម្ដងមួយអ្នកនេះ select ទាំងអស់ចេញមកបាទហើយយើងចាប់ផ្ដើមអូសឥឡូវថាខ្ញុំគិតថាប៉ុណ្ណេះចុះណាបាទហើយខ្ញុំធ្វើការទាញនេះមកទៅប៉ុណ្ណេះដែរឬក៏ត្រឹមលេខ3ចុះបាទអញ្ចឹងកន្លែងនេះក៏បានដូចគ្នាណាបាទអញ្ចឹងនេះគឺជារបៀបនៃការកំណត់ tab ដែលយើងកំណត់ដើម្បីធ្វើការ alignment ស្មើគ្នាបាទបង្កើតទៅជាទម្រង់នៃcolumn ដូចគ្នាអ្នកនរណាប្រហែលនឹង column ដូចគ្នាណាបាទអញ្ចឹងសូមអរគុណសូមជម្រាបលាសូមជួយ subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូបន្ទាប់សូមអរគុណ